បាទចង្សៀនវិលុកសូមអូនកាយគោរពពុកម៉ែបងប្អូនគ្រប់មជ្ឈដ្ឋានគណៈពេលនេះសៀនមានវត្តវត្តមាននៅវត្តទៅវិចាស់ដើម្បី review បន្តទី1ឲ្យបងប្អូនទេសនាឃើញថាបងប្អូនកីឡាករយើងត្រៀមក្នុងការវឹកហាត់ទុកងដូចខាងចោះទូកthì ព្រះតេជគុណក៏ថាឧបត្ថម្ភឲ្យសូយយ៉ាបាយណប់សាច់ម៉នម្នាក់មកអប់ដើម្បីឲ្យបងប្អូនកីឡាយើងហូបមិនក្នុងពេលវឹកហាត់កីឡាកលគឺទុកងដូច្នេះហើយសៀនក៏ review បន្តក្នុងកម្មវិធីកឋិនទាននៅវត្តវិចាស់គឺថាចូលថ្ងៃប្រហ័ស9 ខែកដឹកឆ្នាំ2025មានបងស្រីខាងមុខវត្តនឹងក៏កាត់ជួយទំនុកបំរុងឲ្យកីឡាករយើងថែទាំនៅកីឡាករយើងនៅការហូបចុកដើម្បីត្រៀមក្នុងការវឹកហាត់វាបងប្អូនកីឡាករក៏ជុំគ្នាមកពេលរសៀលម៉ោង5ដើម្បីមកខាងមុខវត្តដើម្បីហាត់នៅទុកងក៏និយាយបន្ថែមថាថ្ងៃប្រហ័ស9 កើតខែកដឹកវត្តវិជ្ជបានធ្វើនៅកឋិនទានដូច្នេះហើយក៏សូមអញ្ជើញបងប្អូនយើងដើម្បីមកវត្តវិជ្ជមកលេងកំសាន្តបិណ្ឌដង្ហែបកាគឺកឋិនទានរបស់ប្រពៃណីខ្មែរយើងដូច្នេះក៏សៀនក៏សូមដើរចូលក្នុងបរិវេណវត្តដើម្បី review ឲ្យបងប្អូនពុកម៉ែឃើញការរៀបចំចាត់ចែងរបស់ព្រះសង្ឃវត្តតវិចាស់តើការរៀបចំចាត់ចែងនឹងយ៉ាងដូចបណ្ដេចសូមបងប្អូនយើងតាមដំណើរសៀនចូលក្នុងវត្តនេះគឺថាព្រះសង្ឃយើងបានរៀបចំនៅដងផ្លូវដងវិធីដើម្បីទទួលនៅពុទ្ធបរិស័ទជិតឆ្ងាយក្នុងពិធីកឋិនទានកឋិនទានរបស់វត្តវិជ្ជគឺថាថ្ងៃប្រហ័ស9 កើតខែកដឹកឆ្នាំ2025គឺថ្ងៃប្រហ័សនៅតែថ្ងៃនេះគឺថ្ងៃអង្គារហើយនៅតែ2 ថ្ងៃទៀតគឺថាតខិនវត្តវិជ្ជដូច្នេះក៏សូមអញ្ជើញបងប្អូនយើងដើម្បីចូលរួមក្នុងពិធីកឋិនដើម្បីអនុមោទនាយកកុសលរៀងៗខ្លួននេះសៀននឹង review ឲ្យពុកម៉ែបងប្អូននៅទិដ្ឋភាពក្នុងវត្តគឺថាព្រះសង្ឃព្រមនឹងពុទ្ធបរិស័ទយើងចំណោះជើងវត្តនៅរៀបចំចាត់ចែងនៅត្រៀមនៅកឋិនទានឆ្នាំ2025បាទដូច្នេះហើយខ្ញុំក៏សូមសម្ភាសខ្លីដល់លោកគ្រូអាចារ្យកាន់នៅវត្តវិជ្ជដើម្បីព័ត៌មានខ្លះអំពីកឋិនទានវត្តវិជ្ជនៅឆ្នាំ2000សូមលោកមេបរិយាយខ្លះមែនក្នុងឱកាសនេះខ្ញុំបាទសូមតំណាងឲ្យព្រះចៅអធិការហើយខ្ញុំបាទជាប្រធានគណៈកម្មការរីឯអង្គកឋិនទាននៅក្នុងឆ្នាំម្សាញ់យើងនេះពុទ្ធសករាជ2569គ្រិស្តសករាជ2025ប្រពធ្វើនៅកឋិនទានក្នុងថ្ងៃ9 កើតខែកដឹកថ្ងៃហ្នឹងទៅថ្ងៃចូលអង្គកឋិនទានដល់ថ្ងៃ10 កើតខែកដឹកជាថ្ងៃថតនៅអង្គកឋិនទានហើយជាកិច្ចសម្រាប់ឆ្លងនៅអង្គកឋិនគម្រប់2 ថ្ងៃនៅហេតុនេះហើយខ្ញុំបាទជាគណៈកម្មការនៅវត្តវិជារាមតគុចាស់យើងនេះសូមបវរណាទឹកចិត្តប្រតិពុទ្ធបរិស័ទ
នៅក្នុងស្រុកក្តីនៅនានាក្រៅស្រុកក្តីនឹងមកជួយអប់រំឬមួយមកអញ្ជើញមកបំពេញនៅកងការកុសលនៃបិណ្ឌកឋិនទានដើម្បីនឹងយកផល្លាអានិសង្ឃរៀងខ្លួន បាទសូមអរគុណលោកម៉ែបាទសូមជម្រាបលោកម៉ែឮថាថ្ងៃហ្នឹងព្រះសង្ឃនៅវត្តវិចាស់យើងបានចែកអំណោយឲ្យកីឡាករដូច្នេះសូមលោកម៉ែនិយាយបន្ថែមឲ្យពិតបរិស័ទដឹងលោកម៉ែ ខ្ញុំបាទជាតំណាងគណៈកម្មការនៅវត្តវិជារាមទីគូចាស់ក្នុងកីឡាករដែលវឹកហាត់អស់រយៈពេលក្នុងជិត1ខែកន្លងទៅហើយនៅហេតុនេះហើយបិតាសង្ឃព្រមទាំងគណៈកម្មការយល់ឃើញថាការដែលវឹកហាត់នេះពិបាកណាស់នៅគ្នាសុទ្ធតែកូនអ្នកក្រនេះមកជួយក្នុងវឹកហាត់ក្នុងកីឡាករអមទងោប៉ណ្ណែងនៅខេត្តកង្ធើនៅរបស់យើងនេះនៅហេតុនេះហើយបាននឹកឃើញពិចារណាថាខ្វះខាតទីតល់ហេតុនេះប្រសង់ដើម្បីធ្វើជាទានដើម្បីអំណោយតិចជួយស្ដើងដើម្បីលើកទឹកចិត្តនេះទៅដល់កីឡាករយើងឲ្យខំប្រឹងវឹកហាត់នេះដើម្បីនឹងយកស្នាដៃយកល្បីឈ្មោះមកឲ្យនៅវត្តវិជារាមទីគូចាស់ព្រមទាំងឲ្យសាធឹងវ៉ាផងនេះនៅហេតុនេះហើយខ្ញុំបាទនឹងសូមថ្លែងអំណរអគុណក្មួយដែលបានមកបញ្ចាំងនេះព័ត៌មានបានយកមកយកព័ត៌មាននៅក្នុងថ្ងៃ7កើតខែកដិកយើងនេះនៅហេតុនេះសូមឲ្យក្មួយនឹងជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនជាភ័យភាពមួយនៅក្នុងក្រុមគ្រួសារសូមអរគុណបាទកូនក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកម៉ែសូមជូនពរលោកម៉ែលោកគ្រូអាចារ្យដើម្បីឲ្យមានកម្លាំងបលាំងដើម្បីដឹកនាំពិតបរិស័ទយើងចិត្តឆ្ងាយធ្វើតែនដូច្នេះហើយសៀនវិលុកក៏សូមអរគុណលោកម៉ែបាទសូមអរគុណចឹងបាទគេសៀនក៏ review បន្តនៅកម្មវិធីគឺថាកីឡាករវត្តវិជយើងចុះទូកដើម្បីវឹកហាត់មួយជុំពីរជុំរួចហើយក៏រយៈពេល1ម៉ោងក៏ឡើងលើវត្តវិញដើម្បីទទួលនៅអំណោយដោយលោកគ្រូអាចារ្យដែលបានបរិយាយខាងមិននេះហើយជាស្ថានភាពទស្សនវិជ្ជានៃកីឡាករយើងចោះទូកដើម្បីវឹកហាត់នៅតុកងដើម្បីត្រៀមបម្រើនៅថ្ងៃអំទូកអកអំបុកប្រពៃណីខ្មែរយើងឆ្នាំ2025ដូច្នេះហើយសៀនវីឡុកក៏សូមសង្ខេបវីឡុកត្រឹមនឹងសូមបងប្អូននិយាយតាមមេមីយើងរងចាំទេសនាភេទបន្តគឺថាភេទការព្រះសង្ឃយើងបានចែកដង្វាយអំណោយដល់កីឡាករយើងគឺថាអង្គហើយព្រមទាំងប៉ាន់តែដូច្នេះហើយសូមបងប្អូននិយាយតាយើងរងចាំ